ស្ដីបងប្អូនទាំងអស់គ្នា welcome back ទៀតហើយតើតងជាមួយ vlog ខ្ញុំថ្ងៃនេះគឺជាសកម្មភាពរបស់ក្រុមហ៊ុនទៀតហើយគឺជាកម្មវិធីចែកអំណោយទៅដល់សាលាបឋមសិក្សាដែលមានអគារសាងសង់ដោយ Eon ផ្ទាល់ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺអញ្ចឹងអ្នកទាំងអស់គ្នាក៏បានឃើញសកម្មភាពខ្លះៗដែលខ្ញុំ highlight ពីមុខ vlog របស់ខ្ញុំហើយមាន activity សប្បាយជាច្រើនទៀតចាំតាមដានទាំងអស់គ្នាបាទខ្ញុំនេះកំពុងមើលឆ្វេងមើលស្ដាំងីងើហូបកាហ្វេដាច់ប៉ោះហ្មងអ្នកទាំងអស់ហើយតើតងជាមួយនឹងការចែកអំណោយគឺយើងចែកទៅដល់ពីសាលាក្នុងពេលតែមួយអ្នកទាំងអស់ដំបូងយើងចូលសាលាទី1សិនបន្ទាប់ពីយើងចែកពីសាលាទី1ហើយយើងចាប់ផ្ដើមបន្តដំណើរទៅចែកសាលាទី2ទៀតឥឡូវនេះយើងឈានចូលមកដល់ខេត្តកំពង់ស្ពឺហើយអ្នកទាំងអស់គ្នាទេសភាពគឺថាឆ្ងាញ់មែនតើហើយមុននឹងទៅដល់ក៏មានបងបញ្យល់ប្រាប់តកតងជាមួយនឹង agenda ថាយើងត្រូវធ្វើអីខ្លះត្រូវចែកអីខ្លះចឹងណាអង្គតាមមកទៅដល់បងមែនទេអានោះក៏អត់ទីហោអ៊ីទីហោនោះក៏អត់ទៅអូខេឥឡូវនេះគឺបានមកដល់គោលដៅទី1គឺយើងត្រូវចែកអំណោយនៅសាលាបឋមសិក្សាវ៉ាសដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺហើយអ្វីដែលខ្ញុំ surprise ជាងគេនេះបងប្អូនគឺថាបងប្អូនគាត់ចាំស្វាគមន៍គាត់ចាំលបមើលហ្មងនិយាយទៅមើលទៅគឺខ្ជូតខ្លាំងមែនតើហើយធ្វើឲ្យខ្ញុំនឹកដល់ការដែលខ្ញុំនៅតូចល្មែកល្មក់អញ្ចឹងហើយឥឡូវនេះគឺយើងចាប់ផ្ដើមរៀបចំលើកអីវ៉ាន់ចេញពីឡានដោយសារតែយើងត្រូវចែកសាលា2អញ្ចឹងយើងលើកមកដុំសិនអ្នកទាំងអស់គ្នាយើងមានរៀបចំជា2សម្រាប់សាលាទី1ជាមួយនឹងសាលាទី2ដាក់ដោយលេខផ្សេងគ្នាអត់ឲ្យច្រឡំគ្នាថ្ងៃហ្នឹងយើងមកសាលាវ៉ាសនៅខេត្តកំពង់ស្ពឺយើងណាយើងមកធ្វើcharityតាក់ទងជាមួយនឹងយើងយកអំណោយមកជូនសិស្សសាលានៅក្នុងសាលាហ្នឹងជាមួយនឹងអំណោយជូនទៅដល់លោកនាយកជំនុំអញ្ចឹងណាអញ្ចឹងតោះឥឡូវយើងមកកម្មវិធីបាទនេះគឺជាសកម្មភាពដែលគាត់ចេញមកពីថ្នាក់ដើម្បីឈរតម្រង់ជួបដាក់មតិនិងរបាយការណ៍ខ្លះៗពីលោកនាយកសាលាហើយបន្ទាប់ពីលោកនាយកសាលាគាត់បានឡើងថ្លែងសន្និកថាហើយក៏មានជាមតិស្វាគមន៍របស់លោកអគ្គនាយករបស់ក្រុមហ៊ុនយើងផងដែរហើយក្នុងនាមខ្ញុំជាបុគ្គលិក Eon Cambodia មួយរូបដែរខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន Eon Cambodia ដែលបានចូលរួមជួយដល់សង្គមរបស់ខ្មែរយើងច្រើនមែនទែនក្រុមហ៊ុន Eon Cambodia មិនមែនត្រឹមតែជាក្រុមហ៊ុនលក់ទំនិញទូទៅថែមទាំងជួយបង្កើតកម្មវិធីសប្បុរសធម៌ទូទៅការសាងសង់សាលារៀនការបរិច្ចាគការដាំដើមឈើជួយដល់បរិស្ថាននិងមានសកម្មភាពជួយដល់សង្គមខ្មែរជាច្រើនហើយក៏សូមអរគុណទៅដល់អតិថិជនដែលបានគាំទ្រជួយទិញទំនិញពីខាង Eon Cambodia យើងទៅបើគ្មានអតិថិជនក៏គ្មានសកម្មភាពជួយសង្គមរហូតមកដល់សប្តាហ៍ថ្ងៃនេះដែរហើយក៏សូមអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលគាត់មកបានជួយថ្ងៃនេះគឺគាត់លះបង់ពេលវេលាដើម្បីមកធ្វើការចូលរួមសកម្មភាពមួយនេះបាទសូមអរគុណច្រើនហើយក៏អរគុណខ្លួនឯងដែរអូខេឥឡូវនេះបន្ទាប់ពីបានចែកនំចំណីក៏ដូចជាសម្ភារៈសិក្សាយើងក៏បាននាំគ្នាមកថតរូបនៅឯអគារដែលខាង Eon គាត់បានសង់សាលារៀនជូនតដើម្បីថតទុកជាអនុស្សាវរីយ៍ឥឡូវនេះសកម្មភាពដែលយើងធ្វើការយកអំណោយជូនដល់សាលាបឋមសិក្សាវ៉ាសគឺបានចប់ហើយឥឡូវនេះយើងកំពុងតែធ្វើបន្តដំណើរទៅសាលារៀនទី2គឺសាលាបឋមសិក្សាអង្គតាម៉ៅដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដូចគ្នាហើយអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយមួយទាក់ទងជាមួយសាលាបឋមសិក្សាអង្គតាម៉ៅដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺមួយនេះគឺមានទីធ្លាធំគួរសមដែរអ្នកទាំងអស់គ្នាគឺមានតែអគារមួយខ្នងតែប៉ុណ្ណោះហើយអគារមួយខ្នងហ្នឹងគឺឧបត្ថម្ភដោយខាងក្រុមហ៊ុន Eon Cambodia ឥឡូវពួកយើងទាំងអស់គ្នាកំពុងតែធ្វើការចែកអំណោយក៏ដូចជាសម្ភារៈសិក្សាខ្លះៗមួយចំនួនទៅដល់អូនតូចៗហើយនឹងវត្ថុអនុស្សាវរីយ៍សម្រាប់ជូនដល់លោកនាយកជាមួយនឹងអ្នកគ្រូលោកគ្រូដែលគាត់បង្រៀននៅក្នុងសាលាផ្ទាល់ហើយនេះគឺជាសកម្មភាពដែលសូមអញ្ជើញលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សនិស្សិតដើម្បីធ្វើការថតរូបទុកជាអនុស្សាវរីយ៍ដូចគ្នា1 2 3អត់
ទាន់អស់ហើយបងប្អូននេះគឺជាសកម្មភាពខ្លះៗដែលយើងធ្វើការបង្រៀនបងប្អូនបត់ដូចជារូបគំនូរបត់មួកបត់អីអញ្ចឹងណាហើយបន្ទាប់ក៏មានជាការបង្រៀនរាំហើយច្រៀងទៅតាមបងប្អូនដែរ អូខេឥឡូវកម្មវិធីចែកអំណោយទាំងពីរសាលាក៏បានមកដល់ទីបញ្ចប់ទៅហើយឥឡូវនេះដល់ម៉ោងអាហារពេលថ្ងៃរបស់ខាងក្រុមការងារហើយសូមអរគុណដល់អ្នកគ្រូលោកគ្រូដែលគាត់បានត្រៀមដូរច្រើនផ្លែខ្លាំងមែនទែនគឺគាត់ទុក stand by ឲ្យក្រុមការងារយើងចឹងហើយទឹកដូងពិតជាផ្អែមឆ្ងាញ់ខ្លាំងមែនទែនសូមអរគុណច្រើនលោកគ្រូអ្នកគ្រូបាទឥឡូវនេះគឺដល់កម្មវិធីខ្ញុំម្ដងគឺអ្នកចេញកាប់ដូងលើកទី1បាទកាប់បានហូបដែរ នេះគឺជាបាយថ្ងៃត្រង់គឺថាឆ្ងាញ់ខ្លាំងមែនទែនរសជាតិ10 លើ 10 ហ្មងនេះគឺជាសកម្មភាពដែលខ្ញុំចូលរួមលើកទី1ពិតជាសប្បាយហើយនឹកបងប្អូនខ្លាំងមែនទែនហើយបើសិនជាមានឱកាសក្រោយខ្ញុំនឹងចូលរួមទៀតបងប្អូននឹងចូលរួមព្រោះថាសប្បាយហើយនឹកពួកគាត់នឹកអនុស្សាវរីយ៍មែនទែនសំបីមកវយនៅផ្ទះអូខេ finally ឥឡូវនេះគឺ vlog របស់ខ្ញុំគឺបានដល់ទីបញ្ចប់ហើយនេះគឺជា vlog រសជាតិថ្មីមួយទៀតហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តអរគុណច្រើនបងប្អូន See you the next vlog អ្នកទាំងអស់គ្នាបាយ